ចឹងថ្ងៃនេះយើងមាន4ចំណុចដែលត្រូវរៀនតាក់ទងជាមួយនឹងផ្នែក start page ទី2 new project interface ហើយចុងក្រោយនឹងគឺសារៈសំខាន់មែនទែនគឺរក្សាទុកបងប្អូនខ្លះគាត់ចេះហើយមិនមែនអត់ទេដោយសារវីដេអូលោកគ្រូមានដែរណាប៉ុន្តែឥឡូវលោកគ្រូចូលទៅចំណុចដំបូងតែម្ដងចំណុចដំបូងនៅពេលដែលយើងចូលទៅក្នុង construct 3ហ្នឹងយើងនឹងឃើញផ្ទាំងបែបនេះណាលោកគ្រូសុំចូលតោះនេះបងប្អូនខ្លះប្រហែលជាចូលមកដោយលោកគ្រូឯងត្រូវទេពេលខ្លះយើងចូលមកត្រូវធ្វើម៉េចយើងវាយនៅក្នុង Google ត្រូវទេតើអត់នេះប៉ុន្តែលោកគ្រូបរៀនយើងរួចហើយរបៀប download ហ្នឹងនៅចាំទេបាទយើងចូលនៅក្នុងហ្នឹងហើយយើង download តោះនេះដោយសារលោកគ្រូ download ហើយណានៅក្នុងនេះនៅក្នុង setting នៅក្នុងwebsite មិនមានលោកគ្រូសុំចូលនៅក្នុងដើម្បីបានផ្ទាំងដោយលោកគ្រូណាចឹងយើងចូលធម្មតាកន្លែងនេះនេះចឹងយើងនឹងបានផ្ទាំងហ្នឹងហើយត្រូវទេដូចគ្នាណាផ្ទាំងនេះហើយនឹងផ្ទាំងនេះគឺដូចគ្នាប៉ុន្តែបើសិនជាចង់បានដោយលោកគ្រូ offline មានន័យថាយើងប្រើ offline នៅក្នុងវីដេអូលោកគ្រូបញ្ចូលភាសាហើយណាយើងចូលទៅក្នុង menu ហើយ install as app នេះអញ្ចឹងពេលក្រោយយើងមិនត្រូវការអ៊ីនធឺណិតទេយើងប្រើបានតោះនេះអញ្ចឹងផ្ទាំងហ្នឹងគឺដូចគ្នាទេលោកគ្រូសុំបញ្យល់ទី1នេះនៅពេលដែលយើងចូលមកគឺយើងមានផ្ទាំងមួយគឺ new អញ្ចឹង new នោះប្រើសម្រាប់ធ្វើអីនេះ new នោះបង្កើត project អញ្ចឹងនៅពេលដែលយើងចុច new មានន័យថាយើងបង្កើត project ឬក៏បង្កើតគម្រោងថ្មីបន្ទាប់ពីបានមកយើងត្រូវចាំមាន4ចំណុច1 2 3 4ទី1ឈ្មោះ name ហ្នឹងគេហៅថាឈ្មោះគម្រោងហើយអាកន្លែងនេះទី2ហ្នឹងអាហ្នឹងជាទូទៅគឺយើងរើសទំហំបង្ហាញឬក៏ screen របស់យើងណានេះដូចជាយើងឧទាហរណ៍ថាយើងលោកគ្រូសុំប្រើ online នេះឧទាហរណ៍ដាក់លោកគ្រូដាក់ game 012អញ្ចឹងទៅឧទាហរណ៍អញ្ចឹងអានេះយើងគឺជាទំហំនៃ game របស់យើងដែលលោកគ្រូលម្អិតនៅក្នុងវីដេអូមុនហើយយើងទៅមើលបន្ថែមជាទូទៅលោកគ្រូសូមណែនាំឲ្យយើងប្រើត្រឹម18ដោយសារអីស្រួលរករូបភាពបើសិនជាយើងយក 4K ក៏បានដែរវាស្អាតវាច្បាស់ប៉ុន្តែពិបាកនៅក្នុងការរករូបភាពអញ្ចឹងកន្លែងហ្នឹងគឺជាជំរើសដែលឲ្យយើងជ្រើសរើសទេសភាពនេះឧទាហរណ៍ការជ្រើសទេសភាពអាហ្នឹងទេសភាពហ្នឹងយើងសំដៅទៅលើអាហ្នឹងបកជាខ្មែរវាពិបាកស្ដាប់ប៉ុន្តែយើងសំដៅទៅលើផ្ទាំង screen game របស់យើងតោះនេះផ្ទាំងអេក្រង់ដែលយើងបង្ហាញមកវាអាចមាន Full HD វាមាន18ដែលលោកគ្រូនិយាយក្នុងវីដេអូមុនណាវាមាន18វាមាន1024វាមាន 4K អញ្ចឹងបើសិនជាយើងយករត់តែធំវារត់តែច្បាស់តោះនេះប៉ុន្តែពិបាកនៅក្នុងការរករូបភាពវិញតោះមួយទៀត view size នេះមានន័យថា view size ហ្នឹងជាទូទៅគឺយើងសំដៅទៅលើអាផ្ទាំងយើងចេញមកណាដល់លោកគ្រូសុំភ្ជាប់អាហ្នឹងបន្តិចមួយទៀតអាកន្លែងនេះអាហ្នឹងតើយើងចង់បានផ្ដេកឬក៏បាញ់ឈរនេះអាហ្នឹងបើយើងយក landscape ផ្ដេកបើ portrait នេះទៅឈរឧទាហរណ៍លោកគ្រូសុំយក portrait ហើយចុច create អូដោយសារនេះដដែលទេលោកសុំចេញមួយសិនឈប់ពូញូបច្ចេកសិនឲ្យច្រឡំដាក់គេ1 2 3នេះលោកគ្រូរើសអានេះលោកគ្រូរើសនេះ landscape តោះនេះដល់ពេលយកអានេះ portrait អត់ត្រូវទេអញ្ចឹងយកអាហ្នឹង18ដូចគ្នាយក portrait ដូចគ្នាតោះនេះហើយនេះ view អាកន្លែងនេះ view port នេះប៉ុន្តែ version ថ្មីអត់មានអាហ្នឹងទេតោះនេះយល់គ្រូនិយាយទេនេះឥឡូវលោកគ្រូសុំនេះយល់ទេអញ្ចឹងបញ្ឈរតោះនេះគឺនៅពេលដែលយើងយកវាជា portrait ណែនេះយល់អត់អានេះ version ចាស់ version ចាស់ចេញអញ្ចឹងតែ version ថ្មីបែបនេះនេះឧទាហរណ៍ចេះលោកគ្រូសុំបិទអាហ្នឹងមួយទៀតលោកគ្រូចុច new មួយទៀតលោកគ្រូអត់ save ទេនេះ
លោកគ្រូយក landscape វិញប៉ុន្តែអានេះត្រូវលើស landscape ដែរតោះនេះអញ្ចឹងពេលលោកគ្រូយកគ្រូអត់ save ទេលោកគ្រូចុចបិទនេះអញ្ចឹងរូបនឹងយ៉ាងម៉េច screen របស់យើងយ៉ាងម៉េចដេកតោះនេះអញ្ចឹងមួយទៀតនេះអាកន្លែងនេះ view port size នឹងអាហ្នឹងវាជានេះជាអានេះតោះនេះអាយើងចង់ឲ្យគេឃើញដំបូងណាយល់លោកគ្រូនិយាយអាហ្នឹងនៅក្នុងកំណត់នៅក្នុងនេះចាំលោកគ្រូបញ្យល់បន្ថែមបន្តិចនេះលោកគ្រូចង់បងអូនឯងចង់ឲ្យគេឃើញណានេះពេលដែលយើងរ៉ាន់តោះនេះឥឡូវលោកគ្រូដូរដាក់នេះ project property នេះអាហ្នឹងនេះ view size នេះអញ្ចឹងយើងដូរដាក់50គុណនឹង50នេះឃើញឃើញប៉ុណ្្នេះហ៎យល់ទេនេះឃើញទូចកន្លែងនេះមួយហ៎តែមើលអត់ឃើញនេះយល់ទេអញ្ចឹងបើយើងដូរជាទូទៅក្បួនវាប្រហែល18លោកសូមយក new project មួយទៀតឲ្យយើងមើលនេះជាទូទៅគឺ view size របស់វាគឺម្ដងទៀត new នេះជាទូទៅ view point size ហ្នឹងនេះ1920គុណនឹង18តោះនេះយល់គ្រូនិយាយទេអាហ្នឹងគឺជា default របស់វាគ្រូចុច create ហើយលោកគ្រូសុំ close អាចាស់មិន save ទេណានេះឃើញបន្ទាត់នេះហ៎អញ្ចឹងបើសិនជាយើងដូរអាហ្នឹងពេលដែលយើងបង្ហាញ screen ទៅគឺឃើញទៅតាមអ្វីដែលយើងកំណត់តោះនេះកន្លែង view size កន្លែងហ្នឹងតោះនេះកន្លែងនេះ view port size នេះយល់បងអូនសង្កេតកន្លែងនេះនៅពេលដែលយើងឧទាហរណ៍លោកគ្រូសុំបិទពេលដែលយើងចុច new view port size យើងអាចបដូរមកក្នុងកន្លែងនេះតែម្ដងតោះនេះឬមួយក៏អូនថាអត់ទេខ្ញុំចង់តែបដូរនៅខាងក្នុងអញ្ចឹងចុច create ហើយបងអូនអុសវាចូលមកក្រោមចុចលើមនុស្សចុចលើនេះចុចលើกระดาษសរបស់យើង screen របស់យើងហើយចុចលើ project property ចុចយក view ហើយវាមាន view port size អានេះយើងបដូរទំហំទៅយើងចង់បដូរទំហំប្រហែលទៅប្រហែលស្រាញយើងតោះនេះជាទូទៅលោកគ្រូសូមលើកទឹកចិត្តមិនកែហ្នឹងទេកុំឲ្យពិបាកតោះនេះជាទូទៅបើយើងយកទំហំ18គឺប៉ុណ្្នឹងហើយគឺស្អាតហើយយល់គ្រូនិយាយតោះនេះចាចាកន្លែងផ្ដេកនេះលោកគ្រូបញ្យល់មិញហើយណាអានឹងវាតកតងនឹងពេលដែលយើងយកនៅក្នុង project របស់យើងតោះចូលទៅចំណុចបន្ទាប់នៅក្នុង interface បងអូនត្រូវចាំថាមាន9ចំណុចដែលយើងត្រូវស្គាល់សុខអានេះទៅចូលនេះវិញទី1មានអីខ្លះមានលេខ1មនុយនឹងប្រើធ្វើអីមនុយហ្នឹងបើយើងឲ្យនិយមន័យវាផ្ដល់នៅជំរឿសសម្រាប់កិច្ចការមូលដ្ឋានដូចជាបើកគម្រោងការនាំចេញការផ្លាស់ប្ដូរការកំណត់ជាដើមតោះនេះដូចក្នុងនេះអញ្ចឹងវាមានមនុយវាមាន project វាមាន sale វាមាន new វាមាន open វាមានច្រើនតោះនេះមួយទៀតលេខ2គេឲ្យឈ្មោះថាជាទូទៅអាហ្នឹងគេប្រើសម្រាប់មានន័យថា undo redo មានន័យថាយើងនៅពេលដែលយើងធ្វើហើយយើងចង់ដកវាត្រឡប់ទៅវិញបើយើងនិយាយពាក្យសាមញ្ញដូចយើងឆ្លងពេលវេលាណាទៅមកវិញយល់ទេឧទាហរណ៍ថាយើងបង្កើតអីមួយឧទាហរណ៍យើងបង្កើតថាយើងដាក់ spray មួយហើយយើងគូឧទាហរណ៍ណាយ៉ាងហើយយើងចុច control z ឃើញបាត់ទេគូចុច control y មកវិញតោះនេះredo សំទោសអានេះ undo redo មិនធ្វើតោះនេះយល់ទេឡើយណាអាហ្នឹងមានន័យបែបហ្នឹងតោះលេខ3មានន័យថា view tab អាហ្នឹងមានន័យថា
ជាផ្ទាំងសម្រាប់អនុញ្ញាតឲ្យយើងបដូរទិដ្ឋភាពចម្បងរវាងប្លង់ប្លង់បែបម៉េចឧទាហរណ៍លោកគ្រូចុចលើ start page មានអីទេលោកគ្រូចុចយក layout 1នេះផ្ទាំងរបស់យើងហ៎លោកគ្រូចុច event set តោះនេះអានេះកន្លែងយើងដាក់កូដណាយើងដាក់កូដដើម្បីកំណត់របស់យើងនេះយល់ទេអញ្ចឹងអាហ្នឹងមានន័យថាយើងអាចប្រើសម្រាប់ឲ្យយើងផ្លាស់ប្ដូរទិដ្ឋភាពវាយើងភាគសាមញ្ញ swap ដូចយើងលេងហ្គេមណាយើង swap គ្នាទៅមកអ្នកនោះយក hero នេះអ្នកនោះយក hero នោះតោះនេះលេខ4លេខ4អត់លេខ4ណាលេខ4ណាបាទលេខ4លេខ4មានន័យថា account នេះកន្លែងនេះអញ្ចឹងលោកគ្រូឲ្យយើង log in ណាចាំទេហេតុអីបានយើងត្រូវ log in ប្រសិនបើបងប្អូនមិន log in បងប្អូនធ្វើឲ្យបាត់តោះនេះពេលដែលបងប្អូន save នៅក្នុង account វាជាប់នៅក្នុង account យល់លោកគ្រូនិយាយទេតោះនេះហើយនៅពេលដែលយើងទិញ license បើយើងអត់ដាក់ទេគឺយើងប្រើបានដែរតោះនេះអញ្ចឹងយើងត្រូវមាន account នឹងនេះអញ្ចឹងបង្ហាញអំពីស្ថានភាពគណនីនេះឥឡូវ gas នេះ gas ហ្នឹងមានន័យថា free ទេ gas ហ្នឹងមានន័យថាភ្ញៀវណាយើងអត់មាន account ទេអញ្ចឹងយើងត្រូវ log in account របស់យើងដែលយើងបង្កើតណាផ្នែកទី5ផ្នែកទី5ជាអីផ្នែកទី5គឺជាកន្លែងដែលទិដ្ឋភាពប្លង់ដែលជ្រើសរើសបច្ចុប្បន្នឬទិដ្ឋភាពបើយើងនិយាយវាសាមញ្ញណាកន្លែងឃើញទិដ្ឋភាពទូទៅទាំងអស់ hero background និយាយវាសាមញ្ញឈុតឆាកវាដូចលខោនភាសាអញ្ចឹងណាលខោនភាសាគេលេងរឿងនៅលើឆាកត្រូវទេអញ្ចឹងតួអង្គទាំងអស់មកនៅលើមុខឆាកហ្នឹងអញ្ចឹងអាកន្លែងហ្នឹងប្រៀបដូចជាកន្លែងដែលយើងបង្ហាញអញ្ចឹងបើយើងនិយាយពីសម្ដែងសូរសិល្បៈកន្លែងហ្នឹងជាសូរសិល្បៈរបស់យើងនិយាយពីសាមញ្ញថាឆាកណាឆាប់យល់តោះនេះដែលមានតួអង្គមានវាំងននមានដើមឈើមានដុំថ្មដើរដួបាក់ថ្មិញនោះតួអង្គយើងដូចយើងលេងយល់ទេអាកន្លែងហ្នឹងជាអាហ្នឹងយល់គ្រូនិយាយទេបាទទី6អាហ្នឹងវាជាទូទៅយើងត្រូវសំណត់សម្គាល់វាជា property នេះកន្លែងនេះអញ្ចឹងនៅពេលចាំណា property មានច្រើនឧទាហរណ៍បងណាចុចលើ sprite អានេះ property របស់ sprite ហ្នឹងឧទាហរណ៍ថា sprite ហ្នឹងឈ្មោះថា hero ឧទាហរណ៍ឥឡូវដាក់ចេះដាក់8D ឧទាហរណ៍អញ្ចឹង sprite នេះឈ្មោះអីបាទចេះលោកគ្រូ copy sprite នឹងមួយទៀតលោកគ្រូអត់ដាក់ឈ្មោះ 8D ទេគ្រូដាក់ 8S sprite នេះ 8S sprite នេះសំទោសវាជាប់គ្នាចេះលោកគ្រូបង្កើត sprite មួយទៀតសិនគ្រូដាក់ឈ្មោះឲ្យហើយ8C អញ្ចឹងទៅឧទាហរណ៍នេះអញ្ចឹងបងសង្កេតមើលពេលដែលគ្រូចុចលើរូបនេះ property នេះបោះមួយណា 8S នៅពេលលោកគ្រូចុចលើ sprite នេះអញ្ចឹងកំណត់សម្គាល់ណាវាជាអត្តសញ្ញាណរបស់ sprite មួយឬក៏ការកំណត់ផ្សេងគ្នាវាអត់មួយគ្នាទេនៅពេលដែលលោកគ្រូចុចលើអានេះតោះនេះអាហ្នឹងជា layout ដែលលោកគ្រូនិយាយមិញថាវាជាឆាកជាផ្ទាំង screen ដែលយើងបង្ហាញសម្រាប់ឲ្យតួអង្គយើងបង្ហាញអីផ្សេងណាអញ្ចឹងឈ្មោះវា layout តោះនេះជាបើយើងដូរឈ្មោះវាទៅជា menu ចាំទេនេះ menu អញ្ចឹង layout មិញដូរទៅជា menu តោះនេះអញ្ចឹង menu ជាទូទៅយើងដាក់អីខ្លះ menu យើងដាក់អីយើងរៀនម្សិលមិញនៅចាំទេ menu ធ្វើអីដាក់ game បាទផ្ទាំងដំបូងដែលយើងចូលមកដំបូងតោះនេះមានអំពី game មានរបៀបលេងមានចុចចូលលេងបាទតោះនេះកន្លែងហ្នឹងយល់ទេណាទី8មានន័យថាប្រជិកបាអញ្ចឹងប្រជិកបាវាមាននេះកន្លែងនេះកន្លែងនេះណាប្រជិកបាហ្នឹងវាមាននេះ
Chẳng mua rùa mà với cái game môi pi bảy game những đại mua từ bóng mấy nơi cha mấy chẳng vía miên nó không game môi pi bảy à game project 3 nữa không nó miên sprite miên sầm lê miên event set miên layout miên sprite miên ấy tầng on nó cứ việc chọn nó không nó tầng on chẳng cái ao mua với thá project 3 ตัวนี้เลข8chỉ tu tới bật lệnh 7 mùi ấy cũng sắp bao về màu mùi tiết ví dụ bật này này thở lệ ảo bá một tiết mùi ấy mấy layer đó bật layer một nè layer chứ layer nó ra thì ấy chia sẻ mánh dương thử vô thà layer cứ chia sẻ to phẳng phẳng vậy biết sẻ mánh ở chạp vô ưu tì hò lực hú miên layer mùi tiết layer nó đại cho một thá bi chỉ đầm nang áo ấy, background ưu tì hò lực hú xông lúc layer này lực hú rename đi sẵn anh ấy đã spray rồi đấy chẳng layer BG nó hú đã bò chứ lực hú cũng nót bò background ưu tì hò nè rồi đấy chứ lực hú cũng nót ở năng ạ hái ưu tì hò ta lực hú bắt về khơi nhé ọt đi chỉ tu tới bà cái thưa tay mà đó cứ cái thưa anh ấy đã anh ấy ta lừa mình nhé rồi đấy hai spray đấy kia giờ bỏ sò đi rồi đấy chẳng layer nắng cái pra bẹp nằng nè layer 3 nóคือปลาสำหรับបង្កើតទាំងថេបហ្នឹងដើម្បីកំណត់តោះនេះបាទតោះចុងក្រោយនេះគឺលេខ9គឺថេបអាហ្នឹងយើងអាចថយវិញបាននេះមានន័យថាបើយើងប្រើថេបមាន2 tie a map ហើយនឹង layer អញ្ចឹងយើងអាច swap tab នឹងបានតាមរយៈចុចទៅតោះនេះយល់គ្រូនិយាយអាហ្នឹងរបៀបប្រើអាហ្នឹងបែបហ្នឹងហើយក្នុងករណីយើងបាត់មួយណាឧទាហរណ៍តែយើងឥឡូវយើងថាយើងបិទច្រឡំបិទយើងបិទនេះយើងបាត់អស់2តោះនេះអញ្ចឹងរបៀបយកមកវិញយើងចុច menu view ហើយបាហើយយើង tick វាមកវិញមកតោះនេះហើយយើងអូសវាចូលមកកន្លែងរបស់យើងនេះវិញនេះក្រុមនេះតោះនេះនេះយល់បាទតោះនេះណាតោះមួយទៀតយើងចូលទៅចំណុចបន្ទាប់គឺតាក់ទងមួយរក្សាទុកវិធីសាស្ត្រនៅក្នុងការរក្សាទុកគម្រោងយើងប្រើ4ទី1រក្សាទុកទី2រក្សាទុកជាទី3 download export ទី4 export project អញ្ចឹងតួនាទីរបស់វាគឺខុសគ្នារក្សាទុកនោះមានន័យបែបម៉េចរក្សាទុកនៅពេលដែលយើងចុច save project ហើយ save ដាច់អ៊ីនធឺណិតបាទចឹងលោកគ្រូសូមប្រើ offline វិញដោយសារដាច់អ៊ីនធឺណិតឧទាហរណ៍លោកគ្រូបើក project មួយដាក់ថា game ចឹងលោកគ្រូដាក់ sprite មួយចូលសុំទោសលោកគ្រូដាក់ background មួយចូលសិនលោកគ្រូដាក់បែបនេះណាអញ្ចឹងលោកគ្រូ save អញ្ចឹង save យើងមានប៉ុន្មានជម្រើសមាន4តោះអញ្ចឹងយើងលោកគ្រូចុច menu ចុច project ហើយចុច
sale ចឹង sale នៅពេលដែលយើង sale ទី1គឺយើងដាក់ឈ្មោះកន្លែងនេះម្ដងទៀតចឹងយើងដាក់ឈ្មោះ game 125កន្លែងនេះជាអ្វីដែលយើងរើសទីតាំងដើម្បី sale ហើយយើងចុច sale តោះនេះវិធីទី2រក្សាទុកជារក្សាទុកជានឹងគឺសំដៅទៅលើការបង្កើតចំនួនឲ្យកម្មវិធីរបស់យើងឧទាហរណ៍ឥឡូវលោកគ្រូ sale មិញណាលោកគ្រូ sale មិញលោកគ្រូដាក់ background ទៅឥឡូវលោកគ្រូបានបង្កើត sprite មួយទៀតដាក់ពណ៌កាឈូកនេះតោះនេះប៉ុន្តែលោកគ្រូអត់បានចុចយក save ទេលោកគ្រូចុចយក save as តោះនេះហើយ save as លោកគ្រូចុចយក save as single file តោះនេះហើយលោកគ្រូយកមកដាក់កន្លែងនេះលោកគ្រូដាក់នៅក្នុង download តោះនេះប៉ុន្តែលោកគ្រូអត់ដាក់ឈ្មោះដូចគ្នាទេលោកគ្រូដាក់ v2 មានន័យថាសម្គាល់ចំនួននេះហើយលោកគ្រូបិទបច្ចេកនឹងចោលវិញនេះឥឡូវបច្ចេករបស់យើងមានប្រមាណមាន2នេះមានបច្ចេក125 v2 និង game 125ទេឥឡូវលោកគ្រូបើកទាំងពីរមកវិញរបៀបបើកយើងចូលនៅក្នុង construct នឹងដដែលរបៀបបើកយើងអត់ចុច new ទេយើងចុចលើពាក្យ open ហើយចុចយកពាក្យ file នេះលោកគ្រូបើកនៅក្នុងអីមិញ download លោកគ្រូបើក game 125នេះតោះនេះឥឡូវលោកគ្រូបិទអានឹងវិញលោកគ្រូបើកចូលកម្មវិធីដដែលលោកគ្រូចុច open file លោកគ្រូបើក125វិញសំណួរតើ save និង save as ខុសគ្នាដូចម្ដេចខុសគ្នាបែបម៉េចបាទអញ្ចឹងមានន័យថា save គឺប្រើសម្រាប់បន្តការងាររបស់យើងប៉ុន្តែ save as អត់បន្តទេធ្វើអីហើយ save ទៅបង្កើត file ថ្មីមួយទៀតតោះនេះយល់ហើយហ្នឹងឯងមានន័យថា save នៅពេលដែលយើងធ្វើយើងចុច save បន្តអ្វីដែលធ្វើចុងក្រោយវាជាប់ប៉ុន្តែ save as អត់ជាប់នៅលើអាបច្ចេកចាស់យើងទេវានឹងបង្កើតបច្ចេកថ្មីមួយទៀតប៉ុន្តែរក្សាទុកអាចុងក្រោយឲ្យយើងដូចគ្នាប៉ុន្តែបង្កើត file ថ្មីមួយទៀតអញ្ចឹង save as គឺបែបហ្នឹងសម្រាប់ download export អាពីរនេះជាទូទៅគឺគេប្រើសម្រាប់នៅពេលដែលយើងធ្វើជា game ដើម្បី upload ឬក៏ដើម្បីលេងតោះនេះsave ពីរនេះយើងសម្គាល់វាគឺប្រើនៅពេលដែលយើងកំពុងធ្វើកិច្ចការតោះនេះ save សំទោស download និង export អាពីរនេះគឺប្រើសម្រាប់បង្កើតជាគម្រោងប្រើប្រាស់ឧទាហរណ៍យើង upload ចូលទៅក្នុង website ដើម្បីឲ្យអ្នកដទៃគាត់បានលេងសម្រាប់អាពីរនេះគឺនៅរក្សាទុកនៅយើងមានន័យថាយើងនៅកែតម្រូវយើងនៅធ្វើបន្តយល់ទេប៉ុន្តែអាពីរនេះគឺសម្រាប់ឲ្យអ្នកដទៃគេលេងនៅពេលដែលយើងបង្ហោះទៅលើ website បានយល់ទេណាបាទ